គ្រប់ជំងឺដែលខ្សោយតម្រងនោមឬក៏ខ្សោយកលៀនហ្នឹងឬមួយក៏គាត់កំពុងតែលាងឈាមហើយគាត់មានអាការៈហត់ចូលមកសម្រាប់នៅ ICU យើងបន្ទប់សង្គ្រោះបន្ទាន់យើងហ្នឹងយើងត្រូវឆែករកជាបន្ទាន់តើអ្នកជំងឺហត់ដោយសារខ្សោយតម្រងនោមហ្នឹងមានរឿងអីខ្លះគាត់អាចមានរឿង OAP ណាAcupulmonea ហ្នឹងអាចមានទឹកស្រោមសួតឬក៏ទឹកស្រោមបេះដូងត្រូវឆែកមើលដោយ ultrasound យើងហ្នឹងឬមួយក៏អាចមាន cardiopathy ischemic ឬក៏អាចមាន cardiopathy ពាក់តងស៊ីឬមួយក៏គាត់ពីពាក់តងសរទេយាយឡើងហ្នឹងដែលឲ្យ cardiopathy ពាក់តងស៊ីហ្នឹងវាពុះសេតងចុងឡើងហ្នឹងឲ្យហត់ដែរឬមួយក៏អាច acido metabolic ជាមួយនឹងខ្វះគ្រាប់ឈាមអាចខ្វះគ្រាប់ឈាមបាទឬក៏អាចរលាកសួតណាវាត្រូវរួមមូលហេតុចម្បងធំទាំងប្រមាណហ្នឹងជាបន្ទាន់យើងអាចធ្វើ ultrasound យើងអាចទៅថត X-ray ជាបន្ទាន់ X-ray សិបខ្លះមកព្រឹបថតយើងអាចដឹងថាគាត់មានរលាកសួតមានទឹកស្រោមសួតអាចមានរូបភាពជា OAP អីជាដើម